ជំរាបសួរលោកគ្រូអ្នកគ្រូសាជាថ្មីពីវគ្គទី1លោកគ្រូអ្នកគ្រូបានទស្សនាពីការដំឡើង Preset Up Application រួចហើយពេលនេះខ្ញុំបាទសូមបង្ហាញពីរបៀបនាំទិន្នន័យពី Database របស់វិទ្យាល័យចូលទៅក្នុងកម្មវិធីអាហារូបករណ៍វិញម្ដងបាទជាដំបូងសូមលោកគ្រូអ្នកគ្រូបើកកម្មវិធីដែលស្ថិតនៅក្នុងអ៊ុនត្រាយ D បាទស្ថិតនៅក្នុងត្រាយ D ដែលមាន folder application scholarship បាទរួចជ្រើសរើសយក folder application scholarship បាទជ្រើសរើសយក folder application scholarship បន្ទាប់មកទៀតសូមជ្រើសរើសយក file ដែលមានឈ្មោះថា application scholarship បាទនេះគឺជា file application scholarship ដែលជាកម្មវិធីសម្រាប់បើកបញ្ចូលទិន្នន័យរបស់យើងបាទយើងត្រូវបើកកម្មវិធីដោយ double click វានឹងលេចចេញនូវផ្ទាំងកម្មវិធីបញ្ចូលអ្នកប្រើប្រាស់និងលេខសម្ងាត់ដើម្បីចូលក្នុងកម្មវិធីដោយអ្នកប្រើប្រាស់បញ្ចូលពាក្យ MOEYS និងលេខសម្ងាត់ដោយប្រើពាក្យ MOEYS រួចចុចលើប៊ូតុងយល់ព្រមបាទផ្ទាំងកម្មវិធីបញ្ចូលទិន្នន័យតាមវិទ្យាល័យត្រូវបានលេចឡើងដោយមានជ្រើសរើសម៉ឺនុយដើម្បីប្រតិបត្តិការសូមជ្រើសរើសយកម៉ឺនុយដោយគ្លីកលើពាក្យប៊ូតុងនាំទិន្នន័យចូលរួចជ្រើសរើសយកពាក្យជ្រើសរើសបន្ទាប់មកស្វែងរក Database របស់វិទ្យាល័យដែលបានរក្សាទុកដែលយើងកាលពីវគ្គមុនគឺយើងបាន copy ទៅលើ Database របស់យើងយកមកដាក់នៅក្នុងត្រាយ D folder application បាទនេះគឺជាឈ្មោះ Database ដែលជាស្លាយើងដែលខ្ញុំបានឧទាហរណ៍បាទនៅពេលនេះយើងចុចលើ select លើ Database បន្ទាប់មកយើងយកពាក្យថា Open រួចយើងចុចពាក្យថា Start យើងរង់ចាំរហូតដល់កន្លែងព័ត៌មានដែលដាក់ថាកំពុងទាញទិន្នន័យនេះចុងក្រោយរង់ចាំរហូតដល់ពាក្យពីរខាងក្រោមត្រង់ព័ត៌មានបង្ហាញថាទិន្នន័យត្រូវបាននាំចូលប្រព័ន្ធដោយជោគជ័យបាទនៅពេលដែលយើងឃើញមាន message នេះបោះឡើងគឺទិន្នន័យរបស់យើងត្រូវបានទាញចូលទៅក្នុងប្រព័ន្ធរួចរាល់ជាស្ថាពរបាទសូមអរគុណចំពោះការទស្សនាវីដេអូទី2ដែលនិយាយអំពីការនាំទិន្នន័យចូលទៅក្នុងប្រព័ន្ធបាទសូមអរគុណ